បាទជំរាបសួរអ្នកនរគ្នាថ្ងៃនេះខ្ញុំមានសំណួរខ្លះដែលជាប្រភេទសំណួរពហុជ្រើសរើសសម្រាប់ការប្រឡងចូលក្របខ័ណ្ឌក្រសួងនានាឬក៏សាលាភូមិន្ទរដ្ឋបាលដែលរៀបចំដោយក្រសួងមុខងារសាធារណៈសម្រាប់ប្រឡងប្រជែងនៅដំណាក់កាលទី1នៅពេលដែលការប្រឡងប្រជែងដំណាក់កាលទី1នេះជាប់យើងអាចនឹងឈានចូលទៅដល់ដំណាក់កាលទី2ជាប្រភេទសំណួរសរសេរម្ដងអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅមើលថាមានប្រភេទសំណួរអ្វីខ្លះទាំងអស់គ្នាបាទទី1គេសួរថាតើខែមេសានៃគ្រិស្តសករាជ2016ទៅនឹងពុទ្ធសករាជឆ្នាំមួយណាបាទ2558 2559 2260និងគ្មានចម្លើយចំណុចដែលត្រឹមត្រូវខែមេសានៃគ្រិស្តសករាជ2016ត្រូវនឹងឆ្នាំពុទ្ធសករាជ2559ចម្លើយខសំណួរទី2តើរដ្ឋបាលថ្នាក់ក្រោមជាតិនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានបែងចែកជាអ្វីខ្លះកក្រុមប្រឹក្សារាជធានីខេត្តក្រុមប្រឹក្សាក្រុងស្រុកខណ្ឌក្រុមប្រឹក្សាឃុំសង្កាត់ខគណៈអភិបាលរាជធានីខេត្តគណៈអភិបាលក្រុងស្រុកខណ្ឌមេឃុំចៅសង្កាត់ករាជធានីខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់ខរាជធានីខេត្តនិងមន្ទីរជំនាញរាជធានីខេត្តក្រុងស្រុកខណ្ឌនិងការិយាល័យជំនាញបាទចំណុចដែលត្រឹមត្រូវគឺចម្លើយករាជធានីខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់បាទអញ្ចឹងអានេះយើងដល់ទៅឃុំសង្កាត់អត់ដល់ភូមិទេណាប្រយ័ត្នច្រឡំគឺតែឃុំសង្កាត់ទេមានរាជធានីខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់ចឹងទាំងអស់មាន7បាទសំណួរទី3តើក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រោមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលត្រូវបានបែងចែកជាប្រភេទអ្វីខ្លះក ABCD ខឧត្តមមន្ត្រីវេរមន្ត្រីអនុមន្ត្រីកខកខចម្លើយខមានកខនិងកអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខដែលមានប្រភេទកខនិងកបាទចូលដល់សំណួរទី4តើកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសកម្ពុជាក្នុងរយៈពេល5ឆ្នាំកន្លងមកសម្រេចបាននៅក្នុងរង្វង់អត្រាប្រមាណភាគរយមាន 10% 7% 6% និង 8%បាទចម្លើយដែលត្រឹមត្រូវគឺ 7% កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសកម្ពុជារយៈពេល5ឆ្នាំកន្លងមកសម្រេចបាននៅក្នុងរង្វង់អត្រា7%សំណួរទី5អំណាចនីតិបញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជាសំដៅដល់ស្ថាប័នមួយណា
cóตุลาការខរាជរដ្ឋាភិបាលករដ្ឋសភានិងព្រឹទ្ធសភាខមិនមានចម្លើយបាទចឹងចំណុចដែលតាមត្រូវគឺករដ្ឋសភានិងព្រឹទ្ធសភាអំណាចនីតិបញ្ញត្តិនៃប្រជាជាតិអាណាចក្រកម្ពុជាសំដៅដល់ស្ថាប័នរដ្ឋសភានិងព្រឹទ្ធសភាបាទអញ្ចឹងយើងមកមើលសំណួរទី6តើប្រទេសជាសមាជិកអាស៊ានមានចំនួនប៉ុន្មានកមាន10ប្រទេសខ11ប្រទេសក13ប្រទេសខ15ប្រទេសចំណុចដែលត្រឹមត្រូវគឺក10ប្រទេសអញ្ចឹងចាប់ពីអាស៊ានកកើតមកដល់ពេលបច្ចុប្បន្ននេះគឺមានសមាជិកចំនួន10ប្រទេសទីចូលដល់សំណួរទី7ក្នុងឆ្នាំ2016រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដំឡើងវិវត្តមូលដ្ឋានជួបមន្ត្រីរាជការស៊ីវិលយោធិនមន្ត្រីនគរបាលជាតិនិងមន្ត្រីពន្ធនាគារក50000រៀលក្នុងមួយខែខ20%ក15%ខ12%បាទសម្រាប់ចម្លើយដែលត្រឹមត្រូវគឺ12%ជាចម្លើយខបាទចម្លើយខយើងចូលដល់សំណួរទី8កម្មវិធីកំណែកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ2015-2018ត្រូវបានដឹកនាំនិងសម្របសម្រួលដោយកក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាខឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមកក្រសួងមុខងារសាធារណៈខមិនមានចម្លើយបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺក្រសួងមុខងារសាធារណៈកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ2015ដល់2018ត្រូវបានដឹកនាំនិងសម្របសម្រួលដោយក្រសួងមុខងារសាធារណៈយើងមកមើលសំណួរទី9អ្នកនរគ្នាបាទអញ្ចឹងយើងចូលដល់សំណួរទី9ដែលគេសួរថាតើកិច្ចព្រមព្រៀងទីក្រុងប៉ារីសតើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសម្រាប់កម្ពុជាត្រូវបានចុះហត្ថលេខាដោយភាគីពាក់ព័ន្ធនៅថ្ងៃណាក24កញ្ញា1993 23តុលា1991 23តុលា1990 23តុលា1992បាទទៅនេះគេស្អីខ្វះម៉ាលី1បាទចម្លើយត្រឹមត្រូវគឺ23តុលា1991បាទtrongសំណួរនេះយើងទាំងអស់គ្នាប្រតិច្រឡំថ្ងៃទី24កញ្ញា1993គេប្រកាសរដ្ឋធម្មនុញ្ញបាទវាអាចនឹងច្រឡំគ្នាយើងមើលមិនស្រួលធីកច្រឡំបាទអញ្ចឹងយើងចូលដល់សំណួរបន្ទាប់សំណួរទី10ដែលជាសំណួរចុងក្រោយសម្រាប់វីដេអូនេះតើស្ថាប័នដែលមានសមត្ថកិច្ចចុងក្រោយក្នុងការដោះស្រាយវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិងសមាជិកប្រតិភិមគឺស្ថាប័នមួយណាកតុលាការនិងឧត្តមក្រុមប្រឹក្សាចៅក្រមកតុលាការនិងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមខប្រសិទ្ធភាពក
ក្រុមប្រឹក្សាធម្មនុញ្ញ ខ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយកក្រុមប្រឹក្សាធម្មនុញ្ញបាទអញ្ចឹងវីដេអូយើងថ្ងៃនេះសូមបញ្ចប់ត្រឹមសំណួរទី10សិននៅយើងនឹងបន្តនៅវីដេអូក្រោយទៀតបាទពីសំណួរទី11ចាប់ផ្ដើមពីសំណួរទី11ទៅសំណួរបន្តបន្ទាប់នៅថ្ងៃក្រោយបាទកុំភ្លេចចុច like page និង subscribe ដើម្បីទទួលបាននៅវីដេអូថ្មីៗទៀតបាទសូមអរគុណ